តុលាការឲ្យជនជាតិអីចូលក៏បានទេបើអ្នកមានសមត្ថកិច្ចបានចូលបានតែមានលិខិតត្រឹមត្រូវជាសមាជិកក្នុងនោះបានចូលបានហើយជនជាតិវៀតណាមមកឈរចន្ទែងនៅក្នុងមន្ទីរនៅកន្លែងតុលាការហើយចុះរបស់មានដឹកកំភ្លើងមាននឹងអីទៅមន្ទីរតុលាការហ្នឹងអាណាក៏ចូលបានតើការគ្រប់គ្រងជនអន្តរជាតិនឹងរបៀបម៉េចទៅហើយធ្វើដេញចាប់ដូចសកម្មណាបង្កើតបញ្ហាដើម្បីរកឱកាសសាងស្នាដៃឬមិនសម្រាប់អ្នកចេះដឹងគេមើលដូចលបែងលេងបែលុកបែឡអញ្ចឹងតែគេមិនហ៊ានថាបើថានោះប្រឆាំងនឹងអស់ឡងតែគេនិយាយជាសាធារណៈប្រឆាំងនឹងអស់ហ្នឹងដែលជាប្រភពបញ្ហាអញ្ចឹងការគ្រប់គ្រងអន្តរប្រវេសន៍ក៏ត្រូវតែធ្វើឲ្យបានកុំឲ្យចាំតែមេស្រ័យគ្រប់ទៅរឿងប្រធានដល់សម្ដេចនាយកស្រ័យគ្រប់រឿងអញ្ចឹងគ្រប់ស្ថាប័នហាក់ដូចជាអត់ធ្វើការ